ដំបងសូមជម្រាបសួរលោកគ្រូនិងខ្ញុំគណៈទីស្រីមួយជាបរិបទសិទ្ធិអាថ្ងៃនេះនឹងខ្ញុំនឹងធ្វើការសង្ខេបមេរៀនអំពីមេរៀនក្នុងសប្តាហ៍ទី5ទៅតជាមួយនឹងការវាយតម្លៃក្នុងម៉ោងសិក្សានិងការវាយតម្លៃតាមដំណាក់កាលដោយផ្អែកលើការវាយតម្លៃបញ្ចប់ចា៎ចឹងក្នុងសប្តាហ៍ទី5នេះតទៅជាមួយនឹង 5.1 ការវាយតម្លៃក្នុងម៉ោងសិក្សាចា៎សម្រាប់ការវាយតម្លៃក្នុងម៉ោងសិក្សានេះមានវត្ថុបំណងវិជាបន្ទាប់ពីចប់មេរៀននេះគរុនិស្សិតនឹងអាចកំណត់បានពីនិយមន័យនៃការវាយតម្លៃតាមដំណាក់និងការវាយតម្លៃតាមដំណាក់ដោយផ្អែកលើការវាយតម្លៃបញ្ចប់ដោយផ្អែកលើភាពខុសគ្នារបស់វាចា៎ទី2គឺពណ៌នាបានពីរបៀបនៃការសង្កេតអាកប្បកិរិយារបស់សិស្សនិងការបញ្ចេញសំឡេងទឹកមុខទំនាក់ទំនងតាមរយៈខ្សែភ្នែកដែលត្រូវបានប្រើដើម្បីបកស្រាយពីការចូលរួមនិងការយល់ដឹងរបស់សិស្សហើយមួយទៀតគឺសួរសំណួរនិងទាញយកចម្លើយសមស្របដើម្បីឲ្យសិស្សចូលរួមនិងបង្ហាញការយល់ដឹងហើយនឹងចំណុចមួយទៀតនោះគឺផ្ដល់ព័ត៌មានត្រឡប់ផ្សេងគ្នាដល់សិស្សកំឡុងពេលសិក្សានិងនិយាយពីខុសគ្នារបៀបការផ្ដល់ព័ត៌មានប្រកបដោយប្រសិទ្ធភាពនិងគ្មានប្រសិទ្ធភាពផងដែរចា៎ចឹងសម្រាប់នៅក្នុងនេះដែរគឺមានមាតិកាចំនួន5មាតិកាទី1និយាយពីសេចក្តីផ្ដើមទី2វត្តនៃការវាយតម្លៃតាមដំណាក់ទី3ការសង្កេតមិនផ្លូវការទី4សំណួរផ្ទាល់មាត់និងទី5ការផ្ដល់មតិកែលម្អប្រកបដោយសិទ្ធិភាពចា៎ជាចំណុចទី1សេចក្តីផ្ដើមនិយាយថាវាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងតប្រភេទណាដែលត្រូវវាយតម្លៃតាមដំណាក់កាលបែបណាដែលអ្នកកំពុងប្រើនិងរបៀបប្រើប្រាស់ឲ្យវាមានប្រសិទ្ធភាពនៅពេលដែលការវាយតម្លៃតាមដំណាក់កាលទៅបីជាមានលក្ខណៈបែបណាក៏ដោយវាត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវនិងមានភស្តុតាងដ៏ល្អដែលបង្ហាញថាវានឹងមានអត្ថប្រយោជន៍វិជ្ជមាននៅលើការសិក្សានិងការលើកទឹកចិត្តរបស់សិស្សបន្ទាប់ពីបានពិចារណាដោយសង្ខេបអំពីប្រភេទផ្សេងៗនៃការវាយតម្លៃតាមដំណាក់កាលធ្វើយើងកាន់តែយល់ស៊ីជម្រៅអំពីប្រភេទដែលធ្វើឲ្យវាមានប្រសិទ្ធភាពបំផុតក្នុងការវាយតម្លៃក្នុងម៉ោងសិក្សាហើយនិងអន្តរកម្មរវាងគ្រូហើយនិងសិស្សចា៎ទី2គឺទាក់ទងជាមួយនឹងវត្តនៃការវាយតម្លៃតាមដំណាក់កាលការវាយតម្លៃតាមដំណាក់កាលគឺជាដំណើរនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សការផ្ដល់មតិកែលម្អព័ត៌មានត្រឡប់ទៅជាដល់សិស្សនឹងការកែសម្រួលយុទ្ធសាស្ត្រការបង្រៀនការសិក្សាដែលលើកកម្ពស់នៅសមិទ្ធផលរបស់សិស្សចា៎ហើយនៅក្នុងចំណុចនៃការវត្តនៃការវាយតម្លៃតាមដំណាក់នេះគឺត្រូវមានទី1នោះគឺផ្អែកទៅលើការវាយតម្លៃតែវាទាក់ទងនឹងការបកស្រាយទាក់ទងនឹងភាពមិនលំអៀងការផ្ដល់មតិត្រឡប់ទៅដល់សិស្សមានថាវាមានភាពច្បាស់លាស់ហើយវាភ្លាមមួយទៀតប្រមូលផលតាំងនៃការសិក្សាទាក់ទងនឹងការសង្កេតមិនផ្លូវការសួរសំណួរធ្វើលំហាត់ឬក៏ស្វែងរកសាររបស់សិស្សនិងកែលម្អការបង្រៀនទាក់ទងជាមួយនឹងសកម្មភាពសិស្សដែរចា៎ចឹងនៅក្នុងចំណុចមួយទៀតនេះទាក់ទងនឹងចរិតលក្ខណៈនៃការវាយតម្លៃតាមដំណាក់កាលគឺចង់បង្ហាញពីភស្តុតាងនៃការសិក្សារបស់សិស្សរចនាសម្ព័ន្ធអ្នកចូលរួមនៅពាក់ព័ន្ធមតិកែលម្អការធ្វើនៅពេលណាដែរចា៎ទាក់ទងនឹងជំរឿនកិច្ចការក៏អន្តរកម្មរវាងគ្រូនិងសិស្សចឹងការវាយតម្លៃតាមដំណាក់កាលគឺបែងចែកជាពីរទី1ការវាយតម្លៃក្នុងម៉ោងសិក្សានិងវាយតម្លៃតាមដំណាក់កាលដោយផ្អែកលើការវាយតម្លៃបញ្ចប់ចឹងការវាយតម្លៃក្នុងម៉ោងសិក្សាបានន័យថាវាយតម្លៃភ្លាមហើយគេមានគម្រោងហើយវាយតម្លៃតាមដំណាក់កាលផ្អែកលើការវាយតម្លៃបញ្ចប់នឹងគឺជាទូទៅគឺធ្វើនៅក្នុងថ្នាក់ហើយលក្ខណៈបែបជាខ្នាតធំដែរចា៎ចឹងការវាយតម្លៃតាមដំណាក់កាលយើងគិតទៅលើការវាយតម្លៃពីប្រភេទទី1ការវាយតម្លៃក្នុងម៉ោងសិក្សាហើយនិងមួយទៀតការវាយតម្លៃផ្អែកទៅលើការវាយតម្លៃបញ្ចប់ហើយប្រភេទនៃការវាយតម្លៃក្នុងម៉ោងសិក្សាមានពីរគឺមួយគឺភ្លាមហើយមួយទៀតគឺគេគ្រោងទុកអញ្ចឹងការវាយតម្លៃនៅក្នុងម៉ោងសិក្សាភ្លាមនេះវាកាត់ឡើងព្រមគ្នាជាមួយនឹងគ្រូធ្វើអន្តរកម្មជាមួយសិស្សជាធម្មតាក៏សួរសំណួរនៅក្នុងថ្នាក់ឬក៏ការងារតាមក្រុមដើម្បីប្រមូលភស្តុតាងបង្កើតជាពេលវេលាដែលអាចបង្រៀនបានហើយការវាយតម្លៃក្នុងម៉ោងសិក្សាដែលបានគ្រោងទុកវាពាក់ព័ន្ធជាមួយនឹងការដាក់សំណួរដែលបានរៀបចំឬកិច្ចការដែលគេបានប្រើប្រាស់ភ្លាមហើយបញ្ហាប្រឈមនៅក្នុងនោះគឺឲ្យសិស្សធ្វើឲ្យផុសតាងដែលបង្ហាញត្រឹមត្រូវវាអាចប្រើដើម្បីឲ្យការសិក្សានឹងកាន់តែល្អប្រសើរភាពខុសគ្នារវាងការវាយតម្លៃតាមដំណាក់កាលទាំងនេះគឺជាការវាយតម្លៃដែលប៉ះពាល់ដល់ការសិក្សានិងសមិទ្ធផលរបស់សិស្សកំណត់ណាវាច្បាស់ថាការវាយតម្លៃក្នុងម៉ោងសិក្សាគឺវាមានអត្ថប្រយោជន៍ជាវិជ្ជមានដែលបានចងក្រងសម្រាប់ជាបង្កើតសមិទ្ធផលរបស់សិស្សដែរចា៎ហើយក្នុងនេះដែរគឺចំណុចសំខាន់នៃការវាយតម្លៃក្នុងម៉ោងសិក្សាទី1មានការសួរសំណួរហើយនិងការសង្កេតរបស់គ្រូមួយទៀតទាក់ទងជាមួយនឹងការប្រមូលភស្តុតាងសម្រាប់ការវាយតម្លៃអញ្ចឹង
ទាក់ទងជាមួយសកម្មតើលំហូរនៃសកម្មភាពតើកើតឡើងដូចម្ដេចអញ្ចឹងវាគឺបង្ហាញពីចំណុចល្អនៃការវិតម្លៃតាមដំណាក់កាលសម្រាប់ការបង្រៀនប្រកបដោយប្រសិទ្ធភាពនិងជាកន្លែងដែលជំរុញឲ្យមានការណែនាំប្រកបដោយជោគជ័យចា៎ហើយចំណុចទី3ទាក់ទងជាមួយនឹងការសង្កេតហេតុអីចាំបីសង្កេតសិស្សនៅពេលមករៀនចឹងដើម្បីសង្កេតសិស្សមករៀនដោយសារយើងចង់ដឹងពីធម្មជាតិនៃការចូលរួមរបស់សិស្សមើលពីបំណិនអន្តរបុគ្គលរបស់សិស្សក្នុងការនិយាយក្រុមមើលពីភាពត្រឹមត្រូវនៃចម្លើយរបស់សិស្សក្នុងពេលដែលគាត់ឆ្លើយសំណួរមើលពីបំណិននៃការប្រើប្រាស់វិទ្យាសាស្ត្រដែលសិស្សប្រើប្រាស់ក្នុងការបញ្ចេញមតិផងដែរហើយមើលគ្រូថាគ្រូគប់ដល់ឧទាហរណ៍បែបណាបន្ថែមទៅសិស្សទៀតគ្រូហៅសិស្សមួយណាដើម្បីពួកគាត់ឆ្លើយរួមដែលអាចចូលរួមឆ្លើយមួយយើងហើយអាចដឹងពីកម្រិតចាប់អារម្មណ៍របស់សិស្សហើយអាចដឹងពីកម្រិតនៃការយល់ដឹងរបស់សិស្សផងដែរចាអញ្ចឹងការវាយតម្លៃនោះមានការវាយតម្លៃតកតងជាមួយនឹងអាកប្បកិរិយាគ្មានវិចារយើងផ្អែកទៅលើសង្កេតទៅមើលទឹកមុខរបស់គាត់ក៏បង្ហាញទឹកមុខបែបណាក៏សិស្សក៏បង្ហាញទឹកមុខឲ្យទំនាក់ទំនងផ្នែករបស់គាត់គេហៅថាទំនាក់ទំនងផ្អែកលើទឹកមុខតែគ្មានវិចារចាចឹងការបង្ហាញតាមទឹកមុខហ្នឹងគឺបង្ហាញពីអារម្មណ៍ខុសគ្នាទីមួយហ្នឹងគាត់អាចស្អប់ខ្ពើមគាត់អាចរីករាយគាត់ទុកព្រួយគាត់ភ្ញាក់ផ្អើលគាត់ខឹងគាត់ភ័យខ្លាចហើយវាស្ដែងតាមរយៈទឹកមុខហ្នឹងការបង្ហាញទឹកមុខហ្នឹងវាពិតជាសំខាន់ដែលយើងអាចផ្ដោតទៅលើចំណុចចិញ្ចើមខ្លាំងមួយក៏ភ្នែករបស់គាត់ចំណុចរបស់គាត់ហ្នឹងដែលអាចបង្ហាញបានតែគាត់ទុកចិត្តភ័យភ្ញាក់ផ្អើលកំហឹងឬមួយក៏គាត់ភ័យខ្លាចតែចំណុចទី4តកតងជាមួយនឹងការសួរសំណួរតមកចឹងការសួរសំណួរតមកហ្នឹងតែពេលដែលគ្រូបង្រៀនគឺអាចសួរឬមួយក៏គាត់អាចសាក់លបងទៅស្គាល់សិស្សថាអីដែលកូនសិស្សអាចយល់បានឬមួយក៏តកតងជាមួយនឹងការរៀនព្រាមចឹងតើគ្រូត្រូវធ្វើដូចម្ដេចដើម្បីសួរតមកនឹងឲ្យមានប្រសិទ្ធភាពចឹងទីមួយគាត់អាចសួរឲ្យចំក៏សួរសំណួរលក្ខណៈគូកងជាមួយនឹងលទ្ធផលសិក្សាសួរសំណួរដែលអាចសិស្សឆ្លើយបានហើយផ្ដល់ពេលវេលាគ្រប់គ្រាន់ដើម្បីឲ្យសិស្សឆ្លើយដល់ចំណាយសមស្របទៅកាន់សិស្សវិញជៀសវាងសំណួរបិទហើយប្រើសំណួរដេញបន្តគ្នាពីសិស្សមួយទៅសិស្សមួយជៀសវាងតែសំណួរណាដែលសិស្សដឹងចម្លើយអញ្ចឹងគឺត្រូវសួរគាត់តាមលំដាប់លំដោយហើយឲ្យគាត់ដែរអញ្ចឹងការផ្ដល់មតិខែលំអចំណុចទី5ប្រកបដោយប្រសិទ្ធភាពនឹងជាវិធីមួយដែលគ្រូវាតម្លៃឲ្យគាត់ដឹងពីរបៀបឆ្លើយតបរបស់សិស្សដែលពេលពួកគេអាចបង្ហាញពីចំណេះដឹងជំនាញឬមួយក៏ការអនុវត្តរបស់គេចឹងអាចផ្ដល់ព័ត៌មានត្រឡប់ទៅកាន់គាត់វិញទៅជាការពិនិត្យមើលជូនដំណឹងពីភាពត្រឹមត្រូវរបស់ពួកគេទទួលស្គាល់ចម្លើយរបស់គេដែលផ្ដល់ព័ត៌មានត្រឡប់ទៅកាន់សិស្សចា៎នៅក្នុងនោះគឺចំណុចដែលសំខាន់គឺយើងអាចដឹងពីចំណុចខ្វះខាតរបស់សិស្សហើយយើងផ្ដល់មតិកែលម្អទៅកាន់គាត់វិញណាអញ្ចឹងចំណុចនេះទៀតគឺ5.2តកតងជាមួយនឹងការវិតម្លៃដោយផ្អែកលើការវិតម្លៃបញ្ចប់អញ្ចឹងក្នុងចំណុចនេះគឺគេមានមាតិកាចំនួន3ទី1ប្រភេទនៃការវិតម្លៃតាមដំណាក់កាលដោយផ្អែកលើការវិតម្លៃបញ្ចប់ទី2ការផ្ដល់មតិត្រឡប់ទី3ការកែលម្អការរៀនអញ្ចឹងការវិតម្លៃតាមដំណាក់កាលដោយផ្អែកលើការវិតម្លៃបញ្ចប់តកតងជាមួយនឹងប្រភេទទី1គឺវិតម្លៃដោយផ្អែកទៅលើកិច្ចការផ្ទះសំណួរខ្លីៗកិច្ចការផ្ទះថ្នាក់មតិកែលម្អហើយព័ត៌មានត្រឡប់មកវិញគឺរបៀបនៃការចែកចាយការសន្មត់ការគិតពីពេលវេលាហើយនិងការឆ្លើយតបជាមួយនឹងសិស្សមួយទៀតកែលម្អការបង្រៀនឬការបង្រៀនប្រកបដោយសមត្ថភាពវឌ្ឍនភាពរបស់សិស្សគឺតកតងជាមួយនឹងការបង្រៀនហើយទី1ប្រភេទនៃការវិតម្លៃដោយផ្អែកតាមការវិតម្លៃបញ្ចប់ក្នុងនោះគឺមានទី1តកតងជាមួយនឹងលំហាត់ដែលមានរចនាសម្ព័ន្ធឲ្យសិស្សលំហាត់ណាដែលអត់ធ្វើឲ្យសិស្សធុញថប់តកតងជាមួយនឹងលបែងឬរ៉េតេសទៅអ្វីដែលឲ្យគាត់ធ្វើអ្វីដែលសិស្សអាចនឹងដឹងគាត់អាចនឹងអត់ដឹងខ្លះដែរហើយមួយទៀតតកតងជាមួយនឹងកិច្ចការផ្ទះឲ្យគាត់សិស្សទៅបន្ថែមទៀតកិច្ចការនៅក្នុងថ្នាក់ចា៎ហើយនឹងការបង្កើតសំណួរតេស្តខ្លីៗហើយយើងនឹងវាតម្លៃរួមបញ្ចូលរបស់គាត់ហើយអាចវាតម្លៃពីវឌ្ឍនភាពរបស់សិស្សដែរចាចំណុចទី2គឺការផ្ដល់មតិត្រឡប់អញ្ចឹងដល់ពេលដែលយើងអាចឲ្យគាត់ធ្វើតេស្តហើយយើងផ្ដល់មតិត្រឡប់ទៅគាត់វិញពីបរិមាណនៃការផ្ដល់មតិត្រឡប់អញ្ចឹងតើមានភាពបាក់ពេលខ្លះនៃកិច្ចការជះទៅលើអតិពលនៃការផ្ដល់ព័ត៌មានត្រឡប់ទៅវិញសម្រាប់គាត់ចាអញ្ចឹងជំហាន3ដែលធ្វើឲ្យគ្រូដឹងហើយផ្ដល់ព័ត៌មានត្រឡប់ទៅលើគាត់វិញទី1គឺផ្ដល់ទៅលទ្ធផលនៃការរំពឹងទុកនៃការសិក្សាដឹងពីកំហុសដែលសិស្សអាចនឹងកើតមានបង្កើតគំនិតក្នុងការផ្ដល់អនុញ្ញាតត្រឡប់ទៅគាត់ហើយចំណុចទី3ការកែលម្អការបង្រៀនហើយនឹងក្រោយពីផ្ដល់រង្វាន់ទី1នោះគឺកែលម្អដោយផ្អែកទៅលើការសិក្សាប្រកបដោយសមត្ថភាពការឆ្លើយតបដែលមានការអន្តរាគមន៍ការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សទាក់ទងជាមួយវឌ្ឍនភាពនៃការសិក្សារបស់សិស្សហើយនឹងកែលម្អចុះឡើងហើយក្នុងការកែលម្អនេះគឺមាន3ចំណុចដែរទី1ទាក់ទងជាមួយនឹងការប្រកបដោយសមត្ថភាពការឆ្លើយតបដែលមានការអន្តរាគមន៍ការបង្រៀនដើម្បីឆ្លើយតបនឹងភាពខុសគ្នារបស់សិស្សវឌ្ឍនភាពនៃការសិក្សារបស់សិស្សផងដែរហ
ការកែលម្អចឹងឡើងទៅតងជាមួយនឹងការអានបន្ថែមទៀតការរៀនចាំឲ្យមើលទៅតងជាមួយនឹងការកែលម្អការរៀនចុះសារឡើងចាស់សារឡើងវិញគឺបានមានថាតងជាមួយការសិក្សាតាមមកទៅសិស្សការពង្យល់ឡើងវិញដូចជាសម្រាប់កិច្ចការនិងការបង្រៀនមិត្តភ័ក្តិហើយនឹងការកែលម្អហ្នឹងគឺលក្ខណៈថាវាអាចមានការផ្លាស់ប្ដូរការរករកតាមអ៊ីនធឺណិតក៏ដូចជាផែនទីបញ្ញាហើយនិងឧបករណ៍ digital ផងដែរចា៎អញ្ចឹងសម្រាប់ក្រុមមេរៀននេះវាជាអ្វីដែលនាងខ្ញុំយល់ហើយនាងខ្ញុំបានសង្ខេបសូមអរគុណគ្រូ